សួស្តីអ្នកនរគ្នានៅក្នុងអេពីសូតនេះខ្ញុំនឹងបកស្រាយសំណួរខ្លីមួយដែលសួរថាហេតុអីបានជា Bucky ក្លាយជា The Winter Soldier ឬក៏ចង់បានន័យថា Bucky ក្លាយជា Winter Soldier នឹងដោយរបៀបណានៅក្នុងរឿង MCU សំណួរនេះមានអ្នកសួរនៅក្នុង comment ដែរហើយខ្ញុំចង់និយាយរឿងនឹងយូរដែរហើយតែចេះតែអត់បានធ្វើទៅអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយបកស្រាយសំណួរមួយនេះតែមុននឹងឆ្លើយសំណួរខ្ញុំចង់និយាយពីកម្មវិធី The Winter Soldier របស់ Hydra នេះតិចសិនថាពីណាគេជាអ្នកធ្វើវាហើយគេធ្វើវាក្នុងគោលបំណងអីដែរកម្មវិធី Winter Soldier គឺជាគម្រោងសម្ងាត់កំពូលមួយរបស់ Hydra ដែល Dr. Zola ជាអ្នកនៅពីក្រោយគម្រោងការនេះដោយបានចាប់ផ្ដើមនៅក្នុងសតវត្សទី19ឬឆ្នាំ1940នៅក្នុងជំនាន់សង្គ្រាមលោកលើកទី2ហ្នឹងគម្រោងនេះមានគោលបំណងដើម្បីលាងខួរក្បាលទាហានអាមេរិកម្នាក់ដែលយើងស្គាល់ថាជា Bucky Barnes នឹងឯងហើយគាត់បានច្នៃសេរ៉ូម Super Soldier នឹងដោយខ្លួនឯងផងដែរដើម្បីចាក់បញ្ចូលទៅក្នុងខ្លួន Bucky ហើយក៏កែប្រែ Bucky ឲ្យក្លាយទៅជាឃាតករដៃឆៅម្នាក់ដែលគេស្គាល់ថាជា Winter Soldier នឹងឯងបន្ទាប់ពីពួកគេដឹងថា Howard Stark មានសេរ៉ូម Super Soldier ដែលគាត់បានបង្កើតសារថ្មីបន្ទាប់ពី Dr. Abraham Erskine ស្លាប់បាត់ទៅនៅខែធ្នូឆ្នាំ1991 Hydra ក៏បានបញ្ជូន Bucky ឲ្យទៅធ្វើឃាត Howard Stark ហើយយកសេរ៉ូម Super Soldier របស់ Howard Stark នឹងដើម្បីបន្តបង្កើតទាហាន Winter Soldier បន្ថែមទៀតដែលទាហានដែលបង្កើតមកដោយសេរ៉ូម Howard Stark នេះគឺខ្លាំងជាង Bucky ទាំងកម្លាំងទាំងល្បឿនប្រយុទ្ធអីហ្នឹងហើយពិបាកគ្រប់គ្រងពួកគេព្រោះតែពួកនេះកាចខ្លាំងពេកអញ្ចឹងហើយ Hydra ក៏សម្រេចបញ្ឈប់កម្មវិធីមួយនេះសិនដោយបកកពួកគេទុកនៅ Siberia ហ្នឹងក្រោយមកកម្មវិធីនេះត្រូវបានបញ្ចប់បន្ទាប់ពីការរត់គេចខ្លួនរបស់ Bucky និងចាប់ផ្ដើមរកឃើញប្រវត្តិខ្លួនឯងនិងស្គាល់ខ្លួនឯងមកវិញហើយចុងក្រោយ Zemo គឺជាអ្នកបញ្ចប់ Super Soldier ដែលនៅសេសសល់ប្រមាណអ្នកចុងក្រោយនឹងដោយបាញ់សម្លាប់ចោលទាំងអស់នៅក្នុងស្នាការចាស់ Hydra នៅ Siberia នេះខ្ញុំមិនល្មិតទេខ្ញុំនិយាយពីកម្មវិធីនេះត្រួសគ្រាន់តែឲ្យស្គាល់សារសិនទេឥឡូវយើងចូលមកសំណួរដែលបានសួរពីដំបូងវិញថា Bucky ក្លាយជា The Winter Soldier នឹងដោយរបៀបណានៅក្នុងរឿង Captain America វគ្គ1ឬ Captain America The First Avenger Dr. Zola បានចាប់ Bucky យកមកពិសោធន៍បានម្ដងរួចហើយតែมันបានសម្រេចបរាជ័យដោយសារតែ Captain America ជាមួយនឹងក្រុមទាហាន Commando Howling ដឹកនាំដោយ Steve Rogers នឹងចូលមកជួយរំដោះ Bucky ទាន់ហើយ Dr. Zola ក៏ព្យាយាមគេចចេញពីពួកគេសិនតែការពិសោធន៍មិនបានសម្រេចនេះ Dr. Zola គាត់បានចាក់សេរ៉ូម Super Soldier ចូលទៅក្នុងខ្លួន Bucky បាត់ទៅហើយគាត់ថាវាមិនទាន់បានជោគជ័យពេញលក្ខណៈទេហើយ Dr. Zola ក៏មិនទាន់បានបញ្ចប់ការងាររបស់គាត់នេះដូចគ្នាមកដល់ឆ្នាំ1945ពីរអ្នក Bucky, Captain Steve Rogers និងក្រុមទាហានត្រូវទៅធ្វើបេសកកម្មចាប់ខ្លួន Dr. Zola ហើយពួកគេក៏បានឡើងជិះរថភ្លើងរបស់ Hydra ដែលធ្វើដំណើរកាត់ភ្នំតកក The Swiss Alps ហើយពេលនៅលើរថភ្លើងនេះ Steve និង Bucky ក៏ប្រយុទ្ធជាមួយក្រុមពួក Hydra ការប្រយុទ្ធគ្នាមួយហ្នឹងក៏បានធ្វើឲ្យ Bucky ផ្លោងរបូរដៃធ្លាក់ចេញពីរថភ្លើងចុះមកក្រោមភ្នំនេះមិនមែនទាបទេភ្នំនេះគេថាមានកម្ពស់ប្រហែល4គីឡូម៉ែត្រដែលគ្រប់គ្នារួមទាំង Steve Rogers សុទ្ធតែបានគិតថា Bucky បានស្លាប់បាត់ទៅហើយពេលធ្លាក់ចេញពីរថភ្លើងហ្នឹងតែដោយសារតែមានសេរ៉ូម Super Soldier នៅក្នុងខ្លួន Bucky គឺមិនទាន់ស្លាប់ភ្លាមនោះទេពេលធ្លាក់ពីលើភ្នំហ្នឹងតែក៏មិនបានន័យថាអត់មានបញ្ហាអីដែរ Bucky ធ្លាក់មកគឺធ្វើឲ្យគាត់ដាច់ដៃឆ្វេងដាច់ដៃមកចំហៀងហ្នឹងទៅទាំងអស់បដ ாய் ហើយបន្ទាប់មកក៏ត្រូវបានទាហានសូវៀតរកឃើញហើយនេះគឺជាពេលដែល Dr. Zola គាត់អាចបន្តការងាររបស់គាត់ក្នុងការកែប្រែ Bucky Barnes ឲ្យក្លាយជា The Winter Soldier បម្រើឲ្យ Hydra បន្តទៀតតាមពិតទៅក្រោយពីសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅ Dr. Zola ត្រូវបានរដ្ឋាភិបាលអាមេរិកចាប់ខ្លួនតែក៏ដោះលែងវិញក្នុងលក្ខខណ្ឌដោះដូរឲ្យគាត់ធ្វើការឲ្យអង្គភាព Shield ព្រោះតែ Dr. Zola គឺជាកំពូលអ្នកវិទ្យាសាស្ត្រតែអាពេលដែលគាត់ធ្វើការឲ្យអង្គភាព Shield ហ្នឹងគាត់ក៏បង្កឲ្យមានក្រុម Hydra ត្រឡប់មកវិញជាសម្ងាត់ក្រោមអង្គភាព Shield នេះផងដែរដែលនៅសេសសល់ប្រមាណអ្នកហ្នឹងយូរទៅក៏រីកពេញអង្គភាព Shield នេះតែម្ដងដោយបានឃើញនៅក្នុងរឿង Captain America វគ្គ2ចឹងនៅពេលដែលដឹងថា Bucky ដែលជាទាហានអាមេរិកគាត់ធ្លាប់បានធ្វើការពិសោធន៍ពីមុនមកនៅមានជីវិតមកវិញចឹងគាត់ក៏ធ្វើដំណើរទៅខាងស្នាក់ការចាស់របស់ Hydra នៅ Siberia វិញហើយក៏បានបន្តកម្មវិធី Winter Soldier ដោយបានលុបការចងចាំគ្រប់យ៉ាងរបស់ Bucky ដែលគាត់នឹងមិនស្គាល់សូម្បីតែខ្លួនឯងទៀតនោះទេដើម្បីងាយស្រួលពួកគេគ្រប់គ្រងដែលគេបានបញ្ចូលកូដសម្ងាត់ដើម្បីដាស់ Bucky ឬ The Winter Soldier នេះទៅជាឃាតករដាច់ថ្លៃឲ្យ Hydra ដែលកូដនេះគេបានសរសេរវានៅក្នុងសៀវភៅមួយក្បាលឲ្យតែ Bucky លើពាក្យទាំងអស់នេះហើយ
Bucky គេបជាទៅណាក៏ទៅដែរធ្វើបានគ្រប់យ៉ាងពាក្យនៅក្នុងសភៅនេះហើយដែលក្រោយមក Zemo ប្រើវាដើម្បីឲ្យ Bucky ក្លាយជា Winter Soldier ម្ដងទៀតដើម្បីបជា Bucky ឲ្យទៅបំផ្ទុះក្របបែកនៅ Vienna ក្រោយមកក៏នាំឲ្យកើតមានព្រឹត្តិការណ៍ Civil War ក្រុម Avenger វាយគ្នានឹងចំណែកឯដៃឆ្វេងរបស់ Bucky ដែលដាច់នឹង Dr. Solar ក៏បានយកដៃដែកដែលធ្វើចេញពីដែក Titanium របស់ Hydra ទៅជំនួសដៃដែលខូចបន្ទាប់មក Bucky ក៏ត្រូវបានបង្វឹកដោយ Hydra ពេលនេះហើយដែលពួកគេបានដាក់ឈ្មោះ Bucky ថា Winter Soldier នឹងឯងចឹងនេះគឺជាចម្លើយរបស់ខ្ញុំដែលបានឆ្លើយទៅកាន់សំណួរថាតើ Bucky បានក្លាយទៅជា Winter Soldier ឃាតករដាច់ថ្លៃឲ្យ Hydra នេះបានដោយរបៀបណានៅក្នុង MCU ហើយចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះបើអ្នកនរគ្នាមានអីចង់លើកឡើងបន្ថែមតាក់ទងទៅនឹងសំណួរខាងលើឬក៏ពាក់ព័ន្ធទៅនឹងចម្លើយដែលខ្ញុំឆ្លើយនេះអាចខមមិននៅខាងក្រោមបានហើយបើអ្នកនរគ្នាមានសំណួរអីចង់សួរបន្តទៀតអាចខមមិននៅខាងក្រោមបានដូចគ្នាបើពេញចិត្តវីដេអូនេះជួយចុច like ឲ្យមួយផងសម្រាប់អ្នកដែលមិនទាន់បានចុច Subscribe ក៏សូមជួយចុចឲ្យខ្ញុំមួយមកហើយខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាយើងនឹងជួបគ្នានៅក្នុងអេពីសូតក្រោយ